នេះជារុក្ខជាតិមួយយ៉ាងឈ្មោះថាមជុលពេជ្រដើមមជុលពេជ្រនេះមានស្លឹករាងទ្វែងអញ្ចឹងហើយប្រមាណមកចោលដៃទេមិនជាវែងខ្លាំងទេហើយកណ្ដាលវាគឺមានឆ្នោតពណ៌ក្រហមឯផ្កាវាគឺពណ៌លឿងណាដូចជាគូតអូម៉ាល់អញ្ចឹងរាងពណ៌លឿងហើយមានបលាដើមវាមានបលាមុតស្រួចដូចមជុលអញ្ចឹងបានគេហៅថាមជុលពេជ្រហ្នឹងហើយដោយសារវាដើមវាមានបលាដើមមជុលពេជ្រនេះជួយព្យាបាលផ្នែកខាងក្អែបខាំណាក្អែបខាំខ្ទួយតិចនិយាយទៅតកតទៅនឹងអាសេរពឹសដូចជាពោះចឹកអញ្ចឹងណាពោះចឹកក្អែបខាំខ្ទួយតិចឬក៏អូម៉ាល់តិចអីនេះយើងអាចយកស្លឹកមជុលពេជ្រហ្នឹងមកក្តាប់មកនឹងបើសិនជាពោះចឹកឯណាបើសិនជាពោះចឹកយកដើមមជុលពេជ្រហ្នឹងមកក្តាប់មកបុកវាម៉ត់ហើយពូតដាក់ទឹកទៅពូតយកទឹកនឹងហូបហើយកាកវាគឺមកបំពោកកន្លែងដែលពោះខាំនឹងពោះចឹកហ្នឹងហើយយើងហូបម្ដងកន្លះកែវអីបានដែរកុំហូបច្រើនពេកបើសិនបើមានខ្ទួយតិចឬក៏ក្អែបខាំអូម៉ាល់តិចអីគ្រាន់តែយកស្លឹកមជុលពេជ្រនេះមកទៅពីហូបទៅហ្មងទៅមិនបុកអីច្រើនបានស្លឹកមជុលពេជ្រប្រហែលជា10ស្លឹកអញ្ចឹងណា10ស្លឹកហ្នឹងទៅពីហូបទៅហើយដាក់ទឹកហូបទៅតាមក្រោយទៅនេះប្រសិនបើអូម៉ាល់តិចតួចណាតិច1មេ2មេអីគ្រាន់ថាយកស្លឹកមជុលពេជ្រហ្នឹងតែ10ស្លឹកអីទៅពីហូបទឹកតាមក្រោយទៅមកស្ទុះបាត់ហើយប្រសិនបើអូម៉ាល់វាតិចច្រើនដូចខ្មុំអញ្ចឹងអ្នកដែលយកខ្មុំយកអីខ្មុំចអេខ្មុំផ្លាត់ខ្មុំអង្គុញអីដែលវាតិចច្រើនណាច្រើនមេពេកទៅអូម៉ាល់តិចច្រើនមេពេកអាហ្នឹងបុកស្លឹកមជុលពេជ្រហ្នឹងបុកឲ្យច្រើនទៅហ្មងបុកហើយយកមកលាបយកមកហូបខ្លះបុកទៅដាក់ទឹកហូបខ្លះអញ្ចឹងណាហើយនឹងកាកវាសល់ដែលច្រើនហ្នឹងគឺយកមកលាបពេញខ្លួនទៅហ្មងប៉ុន្តែការទទួលទានទឹកមជុលពេជ្រមិនហូបច្រើនទេហូបតែកន្លះកែវអីបានដែរហ្នឹងហើយកន្លះកែវហូបម្ដងបន្តិចណាមួយក្អឹកពីរក្អឹកអញ្ចឹងទៅហ្នឹងហើយកាកវាយកមកបិទយកមកលាបពេញខ្លួនតែម្ដងដើម្បីជួយព្យាបាលជំងឺពឹសហ្នឹងបើសិនតែមានរើមបងប្អូនដែលមានបញ្ហារើមដូចគ្នារើមបើសិនរើមកើតត្រង់ណាបុកមជុលពេជ្រហ្នឹងមកបិទរើមកន្លែងនោះត្មងអានេះដើមមជុលប្រាក់យ៉ាត់ច្រឡំគ្នាមជុលប្រាក់ស្លឹកវារាងកប៉ាងជាងមជុលពេជ្រស្លឹកវារាងកប៉ាងហើយដើមស្លឹកវារាងស្លេកទេមិនដូចមជុលពេជ្រទេរាងកប៉ាងហើយដើមវាក៏មានមជុលដូចគ្នាអានេះមជុលប្រាក់ហ្នឹងគឺប្រើសម្រាប់ពឹសអីដូចគ្នាដែរប៉ុន្តែទូទៅគេនិយមប្រើមជុលពេជ្រច្រើនជាងហើយមជុលប្រាក់នេះគឺមិនសូវជាប្រើទេចាត់ច្រឡំគ្នាមជុលប្រាក់ស្លឹកវាធំកប៉ាងហើយពណ៌រាងស្លេកពណ៌រាងសជាងអញ្ចឹងណាបើមជុលពេជ្រគឺរាងខ្មៅជាងហើយស្លឹករាងទ្វែងហើយមានឆ្នោតកណ្ដាលគឺពណ៌ក្រហម